សួស្តីអ្នកទាំងអស់គ្នាខ្ញុំបាទចូលថូកាមីនៅថ្ងៃនេះយើងនឹងមកបន្តជាមួយនឹងសាច់រឿងស្នេហារបស់យើងបន្តទៀតខ្ញុំពិតជាសូមទោសខ្លាំងមែនទែនចំពោះការចេញវីដេអូយឺតដោយសារតែខ្ញុំគឺបានចំណាយពេលវេលារបស់ខ្ញុំទៅលើ Channel ចាស់ៗរបស់ខ្ញុំអញ្ចឹងហើយខ្ញុំអត់សូវបានផ្ដោតមកលើ Channel ថ្មីទេប៉ុន្តែមិនអីទេគ្នាយើងសម្រាប់ Channel មួយនេះខ្ញុំនៅតែបន្តធ្វើវារហូតអញ្ចឹងចំណែកឯ Channel ចាស់ៗខ្ញុំវិញខ្ញុំអាចនឹងផ្អាកធ្វើវាមួយរយៈហេតុការណ៍បានកាត់មកកាន់ខែ8ឬក៏យើងហៅថាខែសីហាវាគឺជារដូវក្តៅចំណែកឯបច្ចុប្បន្នវិញតាកូយ៉ាអាម៉ាណេហើយនិងសាយូពួកគេទាំង3គឺកំពុងតែធ្វើដំណើរទៅកាន់សមុទ្រចំណែកឯតាកូយ៉ាវិញគាត់ពិតជាសប្បាយចិត្តខ្លាំងណាស់ដោយសារតែនេះគឺជាអ្វីដែលគាត់ប្រាថ្នាចង់បានគាត់គឺចង់ចំណាយពេលវេលារបស់គាត់ជាមួយនឹងមិត្តភ័ក្តិរបស់គាត់ឲ្យបានច្រើនបន្ទាប់ពីពួកគេបានចំណាយពេលអស់រយៈពេលជាយូរពួកគេទាំងអស់គ្នាបានធ្វើដំណើរមកដល់សមុទ្រហើយចំណែកឯនៅសមុទ្រនឹងវិញសូម្បីតែជីនាងក៏បានធ្វើដំណើរមកដល់មុនពួកគេដែរប៉ុន្តែជីនាងគឺមិនមែនមកតែម្នាក់ទេនាងគឺបាននាំយកបងប្រុសរបស់នាងហើយនិងប្អូនរបស់នាងចំនួន2នាក់ទៀតនៅពេលដែលពួកគេបានធ្វើដំណើរមកជុំគ្នាស្រីពួកគេក៏បានទៅផ្លាស់ជាមួយនឹងសម្លៀកបំពាក់ចំណែកឯតាកូយ៉ាវិញគាត់គឺបង្ខំចិត្តនៅជាមួយនឹងបងប្រុសរបស់ជីហើយនិងប្អូនរបស់នាងចំនួន2នាក់ទៀតចំណែកឯបងប្រុសរបស់ជីវិញគាត់គឺជាមនុស្សម្នាក់ដែលពិតជាតឹងតែងខ្លាំងណាស់គាត់គឺមិនតន់ចង់ឲ្យប្អូនស្រីរបស់គាត់មានស្នេហាទេនៅពេលដែលពួកគេបានផ្លាស់ប្ដូរជាមួយនឹងសម្លៀកបំពាក់រួចហើយអ្វីដែលពួកគេត្រូវធ្វើបន្តទៀតពួកគេគឺត្រូវតែរៀបចំជាមួយនឹងកន្លែងដើម្បីអាំងជាមួយនឹងសាច់ញ៉ាំចំណែកឯតាកូយ៉ាអាម៉ាណេហើយនិងសាយូពួកគេទាំង3គឺអាចទៅលេងទឹកបានចំណែកឯជីហើយនិងបងប្អូនរបស់នាងវិញពួកគេត្រូវតែរៀបចំជាមួយនឹងរបស់សិននៅពេលដែលតាកូយ៉ាហើយនិងអាម៉ាណេពួកគេទាំងពីរគឺកំពុងតែអង្គុយផ្គុំរូបជាមួយនឹងគ្នានោះចំណែកឯសាយូវិញនាងក៏បានយកជាមួយនឹងទូរស័ព្ទរបស់នាងថតទៅកាន់ពួកគេទាំងពីរផងដែរចំណែកឯគោលបំណងរបស់សាយូវិញនាងគឺចង់ឲ្យតាកូយ៉ាហើយនិងអាម៉ាណេពួកគេនឹងគឺស្រឡាញ់គ្នាធ្វើជាសង្សារនឹងគ្នាអញ្ចឹងទៅបន្ទាប់មកពួកគេទាំងអស់គ្នាក៏ចាប់ផ្ដើមចំណាយពេលវេលារបស់ពួកគេនៅជាមួយនឹងគ្នាដែលមើលទៅពិតជាសប្បាយខ្លាំងណាស់នៅពេលដែលពួកគេបានលេងបាញ់ទឹកឬក៏លេងបាល់ជាមួយនឹងគ្នារួចហើយពួកគេនឹងក៏មានជាមួយនឹងគម្រោងការមួយចង់ធ្វើបាបទៅកាន់តាកូយ៉ានិយាយទៅគឺមិនមែនគម្រោងការទេគឺចាប់ធ្វើបាបតែម្ដងដែលពួកគេនឹងគឺបានចាប់តាកូយ៉ាគាត់នឹងខ្សាច់នឹងឯងចំណែកឯសាយូឯណែវិញនាងក៏នៅតែយកជាមួយនឹងទូរស័ព្ទរបស់នាងថតទៅកាន់តាកូយ៉ាហើយនិងអាម៉ាណេអញ្ចឹងចំណែកឯខាងប្អូនរបស់ជីវិញនៅពេលដែលពួកគេគឺកំពុងតែលេងបាល់សុកនោះពួកគេនឹងគឺបានរត់ទៅបុកនាងដែលធ្វើឲ្យនាងគឺវានឹងថើបទៅកាន់តាកូយ៉ាតែម្ដងបន្ទាប់ពីពួកគេបានបញ្ចប់ជាមួយនឹងការលេងទឹកពួកគេក៏សម្រេចចិត្តថាញ៉ាំជាមួយនឹងម្ហូបឬក៏អាហារដើម្បីចម្អែតជាមួយនឹងកំពែសិនចំណែកឯខាងប្អូនរបស់ជីវិញមើលទៅកាន់ពួកគេនឹងពិតជាចូលចិត្តទៅកាន់តាកូយ៉ាខ្លាំងណាស់ដែលពួកគេតែងតែឲ្យជាមួយនឹងរបស់ញ៉ាំឲ្យទៅកាន់តាកូយ៉ាអញ្ចឹងទៅបន្ទាប់មកពួកគេបានសួរទៅកាន់តាកូយ៉ាថាបងឯងហើយនឹងចៃខ្ញុំនឹងសង្សារគ្នាមែនគ្រាន់តែសាយូបានឮជាមួយនឹងសំណួរដែលពួកគេបានសួរទៅកាន់តាកូយ៉ាភ្លាមនាងបាននិយាយទៅកាន់ពួកគេថាតាកូយ៉ាគឺមិនមែនជាសង្សារចៃរបស់ពួកឯងទេប៉ុន្តែតាកូយ៉ាគឺជាសង្សារចៃរបស់ខ្ញុំដោយសារតែពួកគេទាំង3គឺឆ្លោះគ្នាអញ្ចឹងទៅពួកគេនឹងចាប់ផ្ដើមប្រកួតគ្នាតែម្ដងប្អូនរបស់ជីនឹងពួកគេបាននិយាយថាចៃរបស់គេហើយនឹងតាកូយ៉ានឹងគឺបានចំណាយពេលវេលាដើរលេងជាមួយនឹងគ្នាហើយជួបគ្នានៅក្នុងសាលទំនើបទៀតសាយូបាននិយាយទៅកាន់ពួកគេវិញថាគ្រាន់តែរឿងប៉ុណ្្នឹងសោះគាត់ថាវានឹងខ្លាំងមែនចំណែកឯតាកូយ៉ាហើយនឹងចៃរបស់នាងវិញគឺបានអង្គុយលេងជាមួយនឹងគ្នានៅក្នុងបន្ទប់តែពីរនាក់ហើយគឺថែមទាំងចង់អោបគ្នាទៀតចឹងហើយអ្វីណាគឺខ្លាំងជាងដោយសារតែពួកគេទទួលបានជាមួយនឹងចម្លើយប្អូនរបស់ជីគឺមិនអាចយកឈ្នះទៅកាន់សាយូបានទេចំណែកឯតាកូយ៉ាវិញដោយសារតែគាត់គឺមិនចង់ឲ្យក្មេងៗឆ្លោះគ្នាគាត់ក៏សម្រេចចិត្តថាបបួលសាយូទៅទិញរបស់ញ៉ាំជាមួយនឹងគាត់ចំណែកឯតាមផ្លូវដែលពួកគេដើរត្រឡប់មកវិញតាកូយ៉ាបាននិយាយទៅកាន់សាយូថាតើសាយូដឹងទេគាត់ពីមុនគឺជាមនុស្សម្នាក់ដែលគ្មានជាមួយនឹងមិត្តភ័ក្តិតតែសោះប៉ុន្តែនៅពេលនេះគាត់គឺមានជាមួយនឹងមិត្តភ័ក្តិចំនួន2នាក់គឺជាអាម៉ាណេហើយនិងជីពួកគេគឺជាមិត្តភ័ក្តិល្អរបស់គាត់គឺមិនដែលសម័យទេថាគាត់អាចចំណាយពេលវេលារបស់គាត់នៅជាមួយនឹងពួកគេប៉ុន្តែលើកនេះវាហាក់ដូចជាសបិនមួយដែលគាត់គឺមិនអាចនឹកស្មានដល់ដែលគាត់គឺមិនអាចនឹកស្មានថាគាត់គឺអាចមានមិត្តភ័ក្តិគាត់គឺអាចសប្បាយចិត្តគាត់គឺអាចចំណាយពេលនៅជាមួយនឹងពួកគេបានយ៉ាងរីករាយអញ្ចឹងហើយអ្វីដែលគាត់ចង់ប្រាប់ទៅកាន់សាយូគាត់គឺចង់ឲ្យសាយូសប្បាយចិត្តនៅទីនេះដោយសារតែពួកយើងគឺមិនអាចចំណាយពេលនៅជាមួយនឹងគ្នាបានជានិរហូតនោះទេនៅពេលដែលសាយូបានស្ដាប់ឮជាមួយនឹងពាក្យសម្ដីរបស់តាកូយ៉ានាងហាក់ដូចជាយល់បន្តមកនាងក៏បានរត់ទៅកាន់សមុទ្រមុនគេរួចនាងក៏បានដើរសម្ដៅទៅកាន់ប្អូនរបស់ជីផងដែរហើយនាងគឺបានហុចជាមួយនឹងការ៉េមចំនួន2ឲ្យទៅកាន់ពួកគេរួចនាងបាននិយាយទៅកាន់ពួកគេថានាងគឺពិតជាសុំទោសមែនទែនដែលថានាងគឺនិយាយពីអ្វីមួយដូចជាមិនសមរម្យចឹងទៅ ប
ចំណែកឯប្អូនៗរបស់ជីជីវិញពួកគេក៏មិនបានប្រកាន់ដែរពួកគេក៏បានយល់ស្របនៅពេលដែលរឿងរ៉ាវតឹងទ្រង់ត្រូវបានដោះស្រាយពួកគេក៏នៅតែបន្តលេងជាមួយនឹងគ្នាដូចជាធម្មតាចំណែកឯបងប្រុសរបស់ជីជីវិញគាត់បានដើរមកនិយាយលេងជាមួយនឹងតាគូយ៉ាគាត់បាននិយាយថាតាគូយ៉ាហើយនិងប្អូនស្រីរបស់គាត់គឺជាមិត្តភក្តិនឹងគ្នាមែនទេតាគូយ៉ាបាននិយាយទៅកាន់គាត់វិញថាគឺពិតមែនហើយបន្តមកគាត់ក៏បានសួរជាមួយនឹងសំណួរចាក់ដោតមួយគាត់បានសួរទៅកាន់តាគូយ៉ាថារវាងប្អូនស្រីរបស់គាត់ហើយនិងអាម៉ាណេតាគូយ៉ាជ្រើសរើសយកមួយណាបើសិនជាគាត់ឲ្យរើសចំណែកឯមូលហេតុដែលគាត់សួរទៅកាន់តាគូយ៉ាបែបហ្នឹងវិញគាត់បាននិយាយទៅកាន់តាគូយ៉ាថាដោយសារតែជីហើយនិងអាម៉ាណេពួកគេទាំងពីរគឺជាមិត្តភក្តិល្អនឹងគ្នាអញ្ចឹងហើយគាត់គឺមិនចង់ដោយសារតែប្រុសម្នាក់ធ្វើឲ្យពួកគេបែកបាក់ជាមួយនឹងមិត្តភាពនោះទេសាច់រឿងបានកាន់មកកាន់ពេលល្ងាចវិញនៅពេលដែលតាគូយ៉ាហើយនិងជីពួកគេទាំងពីរគឺកំពុងតែអង្គុយមើលថ្ងៃលិចនោះតាគូយ៉ាគាត់គឺបំរុងនឹងនិយាយអ្វីមួយទៅកាន់ជីប៉ុន្តែបងប្រុសរបស់នាងក៏បានបង្ហាញខ្លួនចេញមកមិនយូរមិនឆាប់វាក៏ដល់ជាមួយនឹងពេលវេលាដែលពួកគេទាំងអស់គ្នាត្រូវតែត្រឡប់ទៅផ្ទះវិញចំណែកឯសាយូវិញនាងក៏បានបង្ហាញជាមួយនឹងរូបថតដែលនាងបានថតឲ្យទៅកាន់តាគូយ៉ាហើយនិងអាម៉ាណេបានមើលផងដែរចំណែកឯតាមផ្លូវដែលពួកគេបានធ្វើដំណើរត្រឡប់ទៅផ្ទះវិញតាគូយ៉ាហើយនិងសាយូពួកគេទាំងពីរនឹងគឺបានគេងលក់បាត់ទៅហើយគឺមានតែអាម៉ាណេម្នាក់តែប៉ុណ្ណោះដែលនេះគឺមិនទាន់គេងលក់ប៉ុន្តែនៅពេលនោះគឺមានជាមួយនឹងមនុស្សស្រីម្នាក់គាត់បាននិយាយថាមើលទៅកាន់ប្តីប្រពន្ធហើយនិងកូនរបស់គេពិតជាគួរឲ្យស្រឡាញ់ខ្លាំងណាស់នៅពេលដែលអាម៉ាណេបានលើជាមួយនឹងពាក្យសម្ដីអ្នកមីងម្នាក់នោះនាងក៏បានយកជាមួយនឹងពាក្យសម្ដីមួយនោះយកមកគិតនាងបាននិយាយនៅក្នុងចិត្តថាតើវាគឺអាចទៅរួចដែរឬទេថានាងគឺជាប្រពន្ធរបស់តាគូយ៉ាហើយពួកគេមានជាមួយនឹងកូនស្រីម្នាក់បន្តមកនាងបាននិយាយថាបើសិនជាអាចខ្ញុំគឺចង់ឲ្យពាក្យសម្ដីរបស់អ្នកមីងខ្លាចទៅជាការពិតហេតុការណ៍បានកាត់មកកាន់ថ្ងៃស្អែកនៅពេលដែលតាគូយ៉ាគាត់គឺកំពុងតែអង្គុយគូររុកនោះស្រាប់តែគាត់គឺទទួលបានជាមួយនឹងសាររបស់អាម៉ាណេចំណែកឯខាងអាម៉ាណេនេះវិញនាងគឺកំពុងតែសន្តិដ្ឋនៅកន្លែងមួយដែលយើងមិនទាន់ស្គាល់ដែលនាងគឺកំពុងតែឈររងចាំទៅកាន់តាគូយ៉ានឹងឯងនៅពេលដែលនាងបានឃើញតាគូយ៉ាធ្វើដំណើរមកដល់មើលទៅកាន់អាម៉ាណេនាងពិតជាសប្បាយចិត្តខ្លាំងណាស់នៅពេលដែលតាគូយ៉ាបានកលិចមើលក្រោយគាត់គឺឃើញថាវាគឺជាកន្លែងរៀបការអញ្ចឹងហើយតាគូយ៉ាគាត់គឺចាប់ផ្ដើមឆ្ងល់ហើយគាត់បានសួរទៅកាន់អាម៉ាណេថាហើយនាងហៅគាត់មកកន្លែងនឹងធ្វើអ្វីអាម៉ាណេនាងក៏មិនបានបដិសេធដែរនាងបាននិយាយទៅកាន់តាគូយ៉ាថាមូលហេតុដែលនាងហៅគាត់មកទីនេះដោយសារតែនាងគឺចង់ពឹងឲ្យគាត់ថតរូបរៀបការជាមួយនឹងនាងគ្រាន់តែលឺចឹងភ្លាមតាគូយ៉ាគាត់គឺចាប់ផ្ដើមបដិសេធតែម្ដងគាត់បាននិយាយទៅកាន់នាងថាដោយសារតែគាត់គឺជាក្មេងធម្មតាអញ្ចឹងហើយគាត់គឺមិនតន់ចង់ថតរៀបការអីទេអាម៉ាណេបាននិយាយទៅកាន់តាគូយ៉ាថាមូលហេតុដែលនាងពឹងគាត់ដោយសារតែនាងគឺមិនស្គាល់បរិះណាផ្សេងក្រៅពីតាគូយ៉ាទេអញ្ចឹងហើយនាងគឺចង់ឲ្យតាគូយ៉ាជួយនាងបន្តមកស្រាប់តែលេចចេញជាមួយនឹងមនុស្សស្រីម្នាក់ទៀតបានធ្វើដំណើរមកដល់ដែលមនុស្សស្រីម្នាក់នោះនាងគឺជាម្ដាយរបស់អាម៉ាណេនៅពេលដែលតាគូយ៉ាបានឃើញទៅកាន់ពួកនាងទាំងពីរមើលទៅកាន់ពួកគេនឹងគឺពិតជាដូចគ្នាខ្លាំងណាស់នៅពេលដែលពួកគេបានធ្វើដំណើរចូលទៅដល់ខាងក្នុងម្ដាយរបស់អាម៉ាណេគឺបានប៉ឹងទៅកាន់មិត្តភក្តិគាត់ម្នាក់ទៀតដើម្បីរកជាមួយនឹងសម្លេងបំពាក់ឲ្យទៅកាន់តាគូយ៉ាផងដែរចំណែកឯខាងអាម៉ាណេហើយនិងម្ដាយរបស់នាងឯនេះវិញដែលពួកគាត់គឺកំពុងតែរៀបចំខ្លួនឲ្យទៅកាន់អាម៉ាណេនឹងឯងម្ដាយអាម៉ាណេគាត់គឺចង់ដឹងជាមួយនឹងរឿងខ្លះៗគាត់បានសួរទៅកាន់អាម៉ាណេថាតើអាម៉ាណេហើយនិងតាគូយ៉ាពួកគេគឺជាសង្សារនឹងគ្នាមែនទេអាម៉ាណេបានតបទៅកាន់គាត់វិញថាពួកយើងទាំងពីរគ្រាន់តែជាមិត្តភក្តិតែប៉ុណ្ណោះប៉ុន្តែពាក្យសម្ដីរបស់អាម៉ាណេនិយាយអញ្ចឹងពិតមែនប៉ុន្តែម្ដាយរបស់នាងគឺបានដឹងបាត់ទៅហើយគាត់បាននិយាយទៅកាន់អាម៉ាណេថាម៉ាក់គឺជាម្ដាយរបស់ឯងអញ្ចឹងហើយម៉ាក់គឺស្គាល់ចរិតរបស់ឯងច្បាស់ប៉ុន្តែម៉ាក់គឺមិនបង្ខំទៅកាន់ឯងទេបើសិនជាឯងចង់បានក៏ចង់បានចោះបើសិនជាមិនចង់បានទេក៏ហីចោះប៉ុន្តែអ្វីដែលម៉ាក់ចង់ដាស់តឿនទៅកាន់ឯងតន់ឯងនៅពេលនេះគឺកំពុងតែមានគាត់អញ្ចឹងហើយគួរតែថែរក្សាគាត់ឲ្យបានល្អឬក៏សារភាពប្រាប់ទៅកាន់គាត់ទៅប្រយ័ត្ននៅថ្ងៃណាមួយគាត់គឺរកឃើញជាមួយនឹងដៃគូជីវិតរបស់គាត់ហើយឯងប្រាប់គាត់តាមក្រោយច្បាស់ណាស់ឯងនឹងបានអំបិលជាមិនខានបន្តមកហេតុការណ៍បានកាន់នៅពេលដែលពួកគេទាំងពីរបានស្លៀកជាមួយនឹងសម្លៀកបំពាក់កូនកំមុំហើយនិងកូនកំលោះចំណែកឯរូបថតដែលពួកគេត្រូវថតវិញគឺតម្រូវឲ្យពួកគេកាន់ដៃគ្នាជាដើមប៉ុន្តែមើលទៅកាន់ពួកគេកាន់ដៃគ្នានឹងដូចជាម៉ាឡាកាំងអញ្ចឹងដោយសារតែអញ្ចឹងហើយម្ដាយរបស់អាម៉ាណេបាននិយាយទៅកាន់អាម៉ាណេថាបើសិនជាអាម៉ាណេនៅតែធ្វើអញ្ចឹងទៀតគាត់នឹងបង្ហាញជាមួយនឹងរូបអាម៉ាណេកាលនៅតូចឲ្យទៅកាន់តាគូយ៉ាមើលហើយដោយសារតែអញ្ចឹងហើយពួកគេទាំងពីរគឺបានផ្ដោតជាមួយនឹងអារម្មណ៍ហើយពួកគេក៏បានទទួលបានជាមួយនឹងរូបថតយ៉ាងស្រស់ស្អាតម្ដាយរបស់អាម៉ាណេបាននិយាយនៅក្នុងចិត្តថាកូននៅពេលនេះគឺពិតជាផ្លាស់ប្ដូរខ្លាំងណាស់បន្តមកសាច់រឿងបានកាត់មកកាន់ចុងខែ8យើងគឺបានឃើញថាតាគូយ៉ាជីហើយនិងអាម៉ាណេពួកគេទាំង3បានធ្វើដំណើរមកលេងក្នុងកម្មវិធីមួយដែលវាគឺជាកម្មវិធីបាញ់កញ្ជ្រួច
ចំណែកឯនៅក្នុងកម្មវិធីនឹងវិញដោយសារតែមានជាមួយនឹងមនុស្សច្រើនអញ្ចឹងហើយជីជីបាននិយាយទៅកាន់ពួកគេថាពួកយើងគួរតែកាន់ដៃគ្នាដើម្បីកុំឲ្យវង្វេងនៅពេលដែលជីជីនិយាយចប់តាកូយ៉ាហើយនិងអាម៉ាណេពួកគេទាំងពីរចាប់ផ្ដើមប្រតិកម្មតែម្ដងអញ្ចឹងហើយជីជីនឹងគឺចាប់ផ្ដើមចាប់បាននាងបានសួរទៅកាន់ពួកគេថាតើពួកគេមានអ្វីលាក់នាងមែនដោយសារតែកុំឲ្យចំណានគ្នាពួកគេទាំងពីរក៏សម្រេចចិត្តថាកាន់ដៃរបស់តាកូយ៉ាសងខាងតែម្ដងបន្ទាប់មកពួកគេទាំង3ក៏បានចំណាយពេលនៅជាមួយនឹងគ្នាដូចជាដើរលេងឬក៏ទិញរបស់នេះរបស់នោះជាដើមប៉ុន្តែនៅតាមផ្លូវដែលពួកគេគឺកំពុងតែដើរលេងនោះស្រាប់តែលេចចេញជាមួយនឹងមិត្តភ័ក្តិរបស់អាម៉ាណេម្នាក់ទៀតដោយសារតែអញ្ចឹងហើយអាម៉ាណេនាងក៏សម្រេចចិត្តថាដើរលេងជាមួយនឹងមិត្តភ័ក្តិរបស់នាងបន្តិចសិនដោយសារតែអាម៉ាណេបានដើរលេងជាមួយនឹងមិត្តភ័ក្តិរបស់នាងអញ្ចឹងហើយវាគឺជាពេលវេលារបស់ជីជីហើយនិងតាកូយ៉ាពួកគេដើរលេងជាមួយនឹងគ្នាតែពីរនាក់បន្ទាប់មកជីជីហើយនិងតាកូយ៉ាពួកគេទាំងពីរបានធ្វើដំណើរទៅដល់កន្លែងមួយដើម្បីរងចាំមើលគេបាញ់កញ្ជ្រួចបន្ទាប់មកកញ្ជ្រួចក៏ចាប់ផ្ដើមបាញ់នៅពេលដែលតាកូយ៉ាបានសម្លឹងមើលទៅកាន់កញ្ជ្រួចទាំងអស់នោះគាត់គឺបាននឹកឃើញទៅដល់រឿងចាស់ៗទៅដល់អនុស្សាវរីយ៍ជាច្រើនដែលគាត់បានចំណាយពេលនៅជាមួយនឹងជីជីហើយនិងអាម៉ាណេអញ្ចឹងហើយគាត់បាននិយាយទៅកាន់ជីជីថាគាត់គឺពិតជាមានអារម្មណ៍ថាសប្បាយចិត្តខ្លាំងណាស់បន្ទាប់មកជីជីបាននិយាយទៅកាន់តាកូយ៉ាថាពួកយើងនឹងមានជាមួយនឹងថ្ងៃជាច្រើនទៀតដែលពួកយើងនឹងចំណាយពេលនៅជាមួយនឹងគ្នាដូចជារដូវរងាជាដើមអញ្ចឹងហើយតាកូយ៉ាអាចសន្យាជាមួយនឹងពួកនាងបានទេថាពួកយើងនឹងចំណាយពេលវេលាដើរលេងជាមួយនឹងគ្នាឲ្យបានច្រើនជាងនេះនៅពេលដែលកំជ្រួចចាប់ផ្ដើមបាញ់ច្រើនទៅជីជីបាននិយាយទៅកាន់តាកូយ៉ាថាតើតាកូយ៉ាដឹងទេនាងគឺស្រឡាញ់គាត់នៅពេលដែលតាកូយ៉ាបានឮជាមួយនឹងពាក្យសម្ដីរបស់ជីជីគាត់ក៏រៀងកាំងដែរប៉ុន្តែជីជីបាននិយាយកុហកទៅកាន់តាកូយ៉ាថានាងគឺស្រឡាញ់គាត់ត្រឹមតែជាមិត្តភក្តិជិតស្និទ្ធតែប៉ុណ្ណោះរបៀបថាស្រឡាញ់គ្នាបែបមិត្តភក្តិជិតដិតអញ្ចឹងណាអញ្ចឹងហើយតាកូយ៉ាបាននិយាយថាគាត់ក៏ស្រឡាញ់នាងអញ្ចឹងដែរចុំមានអារម្មណ៍ថាខ្លួនឯងដូចនិយាយហួសតិចគេយល់ច្រឡំហើយប៉ុន្តែនៅពេលនោះអាម៉ាណេនាងក៏បានធ្វើដំណើរមកដល់រួចនាងបាននិយាយទៅកាន់ជីជីថានៅពេលដែលនាងមិននៅតែជីជីបានធ្វើអ្វីខ្លះមុននឹងបញ្ចប់ជាមួយនឹងអេពីសូតមួយនេះពួកគេបាននិយាយប្រុងប្រយគ្នាថារីករាយរដូវក្តៅ